មានអារម្មណ៍ថាគេសងសឹកតែណាតែគេសងសឹកគេខំហ្នឹងណាគេព្យាយាមយើងក៏ខំនឹងគ្នាព្យាយាមនឹងគ្នាខំប្រឹងហាត់70%ព្យាយាមបានល្អបាទជំរាបសួរជាថ្មីម្ដងទៀតបងរតនអរុនបាទជំរាបសួរមិនទេបងមួយរយៈនេះសុខយ៉ាងណាដែរបន្ទាប់ពីបដូរមកកាន់ទីតាំងថ្មីជាមួយនឹងលោកគ្រូធនសុភាបាទមកនៅទីតាំងថ្មីថាសប្បាយរីករាយរស់នៅជាមួយបងប្អូនយើងហាត់គុណខ្មែរទាំងអស់គ្នាគឺសប្បាយបាទហើយចុងសប្តាហ៍នេះឮថាមានឈ្មោះទៅលេងសង្វៀនភាគណាត់ម្ដងទៀតហ្នឹងបាទទៅមិនទេបងជួបដៃគូចាស់អត់ហ្មងមានអារម្មណ៍ថាគេសងសឹកតែណាតែគេសងសឹកគេខំហ្នឹងណាគេព្យាយាមយើងក៏ខំនឹងគ្នាព្យាយាមនឹងគ្នាខំប្រឹងហាត់បងអាចរំលឹកតិចបានទេការយើងយកឈ្នះគាត់កាលពីលើកទី1នោះមិនដែរបងលំបាកយ៉ាងម៉េចដែរបាទគេរឹងសុតស្វែងមែនទែនគេក៏ល្អដែរចូលយើងព្យាយាមចូលអាវុធរបស់គេដែលគេបញ្ចេញមកថាគ្រោះថ្នាក់សម្រាប់យើងគ្រោះថ្នាក់ណាបើយើងទាន់ជាងគឺពិបាកគេល្អទាត់ល្អកែងក្នុងហើយសម្រាប់បងវិញការត្រៀមខ្លួនមិនដែរបាទព្រោះជាស្រេចព្យាយាមធ្វើឲ្យបានល្អជាងនេះបាទប៉ះគ្នាលើកទី1យើងឈ្នះត្រឹមបន្ទុយហ្នឹងបាទហើយគិតថាប៉ះគ្នាលើកទី2នេះគេមកសុំសងសឹកអញ្ចឹងបាទរំពឹងថាមិនចង់ឈ្នះត្រឹមបន្ទុយទេបាទគឺថាមិនចង់ឈ្នះព្រោះថាយ៉ាងណាក៏យើងនឹងព្យាយាមឲ្យបានយ៉ាងណាហើយមើលជាក់ស្ដែងទៅបាទធ្វើឲ្យបានល្អបាទសម្រាប់ការប្រកួតរបស់បងឃើញតាំងពីវិលត្រឡប់មកវិញការប្រកួតតែតែធ្វើបានល្អមែនទែនបាទសម្រាប់ការប្រកួតចុងសប្តាហ៍នេះនឹងមានអីប្លែកសម្រាប់អ្នកគ្រប់គ្រងជាបន្តទៀតបាទនឹងមានអីប្លែកចាំមើលបន្តទៀតនឹងធ្វើឲ្យបានល្អនិងបានជក់ចិត្តជាងមុនបាទសម្រាប់បងរាល់ពេលដែលឡើងប្រកួតកតាធំអីខ្លះដែលជំរុញឲ្យបងតែងតែធ្វើបានល្អការបង្ហាត់លោកគ្រូគាត់តែងតែផ្ដោតទៅលើការបង្ហាត់ឲ្យខ្លាំងយកស្ទុះឲ្យច្រើនហ្នឹងហើយកាលណាតែយើងខំបង្ហាត់បានល្អកាលណាយើងគួតទៅវាល្អបាទយាមកាន់ប្រាប់គ្រូគាត់ទៅប្រាប់តិចនិចចេះទេអីដាក់ឡាក់កាលណាដែលយើងអត់ខំបង្ហាត់ទេកាលណាដែលយើងឡើងប្រកួតវាលំបាកហើយបាទครับបងក្តីរំពឹងលើខ្លួនឯងប្រមាណភាគរយដែរសម្រាប់ការប្រកួតក្នុងសប្តាហ៍នេះ70%ជាយាមបានល្អធ្វើបានល្អមានជាពាក្យពេចន៍អីផ្ដាំផ្ញើទៅកាន់ពុកម៉ែបងប្អូនអ្នកគ្រប់គ្រងសម្រាប់ការប្រកួតក្នុងសប្តាហ៍នេះទេបងបាទសូមផ្ដាំផ្ញើទៅពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួយគ្រប់គ្រងដល់រូបខ្ញុំបាទផងបាទខ្ញុំបាទនឹងប្រកួតគុណខ្មែរនឹងធ្វើឲ្យបានល្អបាទអរគុណច្រើនបាទអរគុណច្រើន